lettre de motivation គឺសំខាន់ណាស់ពីព្រោះអីនៅក្នុងកំឡុងពេលសម្ភាសអាហារូបករណ៍ហ្នឹងគឺគេនឹងសួរសំណួរមួយចំនួនធំដែលទាក់ទងជាមួយនឹង lettre de motivation របស់យើងជំរាបសួរបងប្អូនអ្នកនាងសូមស្វាគមន៍មកកាន់វីដេអូថ្មីជានៅក្នុងវីដេអូនេះដែរខ្ញុំនឹងចែករំលែកទាក់ទងជាមួយនឹងការសរសេរ lettre de motivation ឬក៏អង់គ្លេសហៅថា cover letter បើខ្មែរយើងហៅថាលិខិតអមជាមួយនឹង CV ជាទូទៅពេលយើងដាក់អាហារូបករណ៍ឧទាហរណ៍បួក font excellent ហ្នឹងជាអាហារូបករណ៍បរដ្ឋាភិបាលបារាំងហ្នឹងគឺយើងត្រូវមានឯកសារពីរនឹងសំខាន់គឺ lettre de motivation និង CV ក៏ប៉ុន្តែយើងត្រូវដឹងថា lettre de motivation គឺសំខាន់ណាស់ពីព្រោះអីនៅក្នុងកំឡុងពេលសម្ភាសអាហារូបករណ៍ហ្នឹងគឺគេនឹងសួរសំណួរមួយចំនួនធំដែលទាក់ទងជាមួយនឹង lettre de motivation របស់យើងមានន័យថាសំណួរអាចលើសពី 50% ដែលគេសួរយើងហ្នឹងគឺតាក់ទងជាមួយនឹង lettre de motivation ដែលយើងសរសេរហ្នឹងឯងព្រោះអីគេអាចនឹងចង់ដឹងថាតើហេតុផលរបស់យើងហ្នឹងវាពិតជាអីដែលយើងសរសេរមែនអត់អញ្ចឹងណាហើយយើងមានគេហៅថា perspective ការយល់ឃើញយ៉ាងម៉េចទាក់ទងជាមួយនឹងអាហារូបករណ៍ឬការទៅរៀន program របស់យើងនៅស្រុកបារាំងជាដើមអញ្ចឹងដើម្បីសរសេរ lettre de motivation ឲ្យបានត្រឹមត្រូវឬក៏ឲ្យមានស្តង់ដារនៅក្នុងការមានឱកាសច្រើនក្នុងការជួបអាហារូបករណ៍ហ្នឹងទីមួយបងប្អូនត្រូវដឹងទាក់ទងជាមួយទម្រង់អញ្ចឹងទម្រង់ lettre de motivation គឺយើងមិនមែនសរសេរទម្រង់ឲ្យតែនឹកឃើញទេគឺយើងមានទម្រង់របស់គេហ្នឹងគឺយើងសរសេរជា lettre formelle ដែលវាមានទម្រង់បែបនេះខ្ញុំដាក់លើឲ្យអ្នកគ្នាបងប្អូនអ្នកគ្នាឃើញអញ្ចឹងគឺជាទម្រង់ lettre formelle ឬក៏គេហៅថាជាសម្បត្តិផ្លូវការអញ្ចឹងកន្លែងហ្នឹងមានអ្នកដែលទឹមតែគាត់ចាប់ផ្ដើមសរសេរ lettre de motivation ដំបូងគាត់ច្រឡំថា lettre de motivation ត្រូវសរសេរតាមទម្រង់ style បែបនេះហើយខ្ញុំផ្ទាល់ហ្នឹងគឺកាលពីដំបូងដែលខ្ញុំអត់ទាន់រៀនមុខវិជ្ជាមួយហៅថា MIP ហ្នឹងទេគឺខ្ញុំសរសេរបែបហ្នឹងដូចគ្នាក៏ប៉ុន្តែមែនទែនទៅគឺតាមរយៈការឆ្លងកាត់ការរៀនសូត្រក្នុងថ្នាក់ហ្នឹងក្តីតាមការសង្កេតរបស់ខ្លួនឯងក្តីគឺខ្ញុំគិតថាយើងគួរតែសរសេរជាទម្រង់ lettre formelle ឬក៏ហៅថាជាសម្បត្តិផ្លូវការដែលមានអ្នកទទួលអ្នកផ្ញើមានកម្មវត្ថុហៅថាមកយើងសរសេរមាន formule de politesse មានទម្រង់ផ្សេងៗដែលតាក់ទងជាមួយនឹងរបៀបសរសេរ lettre formelle អញ្ចឹងវាពិតជាសំខាន់មែនទែនក្នុងការយើងចេះសរសេរទម្រង់ lettre formelle អញ្ចឹងរឿងទី1រឿងទី2អត្ថន័យចំពោះអត្ថន័យlettre de motivation នេះគឺយើងអត់មែននិយាយពីប្រវត្តិរបស់យើងទេអញ្ចឹងមានថាប្រវត្តិរបស់យើងគឺយើងអត់និយាយយើងគ្រាន់តែគេហៅថា se présenter ណែនាំខ្លួននេះមិនមែនណែនាំខ្លួនយើងមកពីណាម៉ាក់ប៉ារបស់យើងឈ្មោះអីបងប្អូនម៉ាក់អ្នកជួយចិត្តធ្វើអីពេលទំនេរមិនមែនទេណែនាំខ្លួនក្នុងបរិបទ lettre de motivation នេះគឺមានន័យថាយើងនិយាយឲ្យគេស្គាល់ថាយើងជានរណាចុះឧទាហរណ៍ថាខ្ញុំបង្រៀននៅសាលា Techno ខ្ញុំបង្រៀននៅសាលា Rule ហើយខ្ញុំជានិស្សិតនៅនេះខ្ញុំធ្លាប់រៀននៅនេះគឺខ្ញុំនិយាយសង្ខេបនៅក្នុង paragraph ទី1អញ្ចឹងមានថាឲ្យគេដឹង background ថាយើងជានរណាហើយយើងបានធ្វើអីខ្លះរយៈពេលកន្លងមកអូខេអញ្ចឹងហ្នឹងតើតងជាមួយនឹងparagraph ទី1ឬក៏យើងថាហេតុផលទី1ដែលយើងត្រូវសរសេរហេតុផលបន្តមកទៀតអីដែលយើងត្រូវសរសេរគឺយើងគួរសរសេរថាតើយើងបានធ្វើអីខ្លះនៅក្នុងជំនាញមួយហ្នឹងអញ្ចឹងមានថាមិនមែនសុកយើងនៅឃើញទៅរៀនជំនាញមួយហ្នឹងទេអញ្ចឹងឧទាហរណ៍ថាខ្ញុំនឹងទៅរៀនតាក់ទងជាមួយនឹងផ្នែកការបង្រៀនភាសាអញ្ចឹងខ្ញុំត្រូវនិយាយថាខ្ញុំបានធ្វើអីខ្លះកន្លងមករហូតដល់ពេលហ្នឹងបានខ្ញុំចាប់អារម្មណ៍ទៅរៀនអាហ្នឹងអញ្ចឹងដោយសារតែខ្ញុំជាអ្នកជួយចិត្តរៀនភាសាខ្ញុំបានធ្វើការជាមួយនឹងការបង្រៀនភាសានៅរយៈពេល3-4-5 ឆ្នាំហើយខ្ញុំយល់ឃើញថាម៉េចខ្ញុំឃើញអីគេដែលជាគេហៅថាបញ្ហាដែលភាសាបារាំងហៅថា problematic តើបញ្ហាអីគេដែលខ្ញុំឃើញថាខ្ញុំចង់ស្រាវជ្រាវតាមរយៈការសង្កេតរបស់ខ្ញុំរយៈពេលកន្លងមកហ្នឹងតមក paragraph ទី3គឺយើងសរសេរអំពី formation មួយហ្នឹងមានថាកម្មវិធីសិក្សារបស់យើងនៅសាកលវិទ្យាល័យដែលយើងដាក់ទៅរៀនហ្នឹងឯងអញ្ចឹងយើងចង់ទៅរៀនសាកលវិទ្យាល័យហ្នឹងចង់ទៅរៀនមុខជំនាញហ្នឹងគឺដោយសារតែនៅសាកលវិទ្យាល័យហ្នឹងឬក៏កម្មវិធីសិក្សាមួយហ្នឹងអាចឲ្យយើងរៀនសូត្រឬក៏អភិវឌ្ឍសមត្ថភាពទៅលើកន្លែងដែលយើងយល់ឃើញថាវាគួរតែមានការអភិវឌ្ឍបន្ថែមទៀតឬក៏និយាយស្រួលទៅមួយ problematic ដែលខ្ញុំនិយាយឃើញមិញចុះឧទាហរណ៍ថាយើងឃើញថាការបង្រៀនបច្ចុប្បន្ននេះតើតងជាមួយនឹងបច្ចេកវិទ្យាអញ្ចឹងយើងគិតថា formation មួយនោះដែលយើងនឹងទៅរៀនហ្នឹងសាកលវិទ្យាល័យហ្នឹងនឹងអាចផ្ដល់ឲ្យយើងនៅវគ្គបណ្ដុះបណ្ដាលឬការសិក្សាជាច្រើនតើតងជាមួយនឹងការបណ្ដុះបណ្ដាលតើតងជាមួយនឹងបច្ចេកវិទ្យាក្នុងការបង្រៀនសិស្សជាដើមយ៉ាងទៅហើយបន្តមកទៀតចុងក្រោយអីដែលយើងត្រូវសរសេរនោះគឺយើងត្រូវនិយាយថាពេលយើងត្រឡប់មកវិញយើងអាចធ្វើអីបានបន្ទាប់ពីយើងរៀន formation មួយហ្នឹងឬក៏នៅសាកលវិទ្យាល័យមួយហ្នឹងហើយអ
chẳng chỉ rúm nhom sọc màu với cứ dương trơn miền cái hà thà phép bờ to kia được hà sòng vạ bờ tắc cám á ở vì miền bờ to kia giờ anh vậy anh nôn tích anh đi môn đi cái ở đây cứ ca sẽ lại thực được motivation oi lõ cứ dương trơn miền ca bờ tẹt là kia chẳng bây giờ bọn ní dương chi nó ná dương bàn vợ khác hay dương rau khơi yang pi bánh hai cái để dương trong tờ điên bát tọp nắng hay bây dương tờ điên bát to nắng dương tờ điên chùm đi những cái đại tệ tông chùm mùi nắng pi món hay cả đại tờ điên bát to nắng vì ai miền bát tẹt là ấy kia chùm mùi nắng anh cốt bảo dương mà thao project professional dương anh cốt dương chọn vừa ấy chứng vì bát tẹt là kia cái bản dương trong tờ điên nắng chắc một sinh chỉ dương rau anh ngặt khơi tế ca sẽ let the motivation bảo dương có ở sở ở đây chẳng nhưng thực chất ở bóng bóng xoay vô này mà thấy hàng dân của bóng phơi ấy kế hay dân trong tờ điện ấy bắt top hay bắt top bị điện thấy dân trong máu tụ làm mà phơi ấy vịnh anh cứ chia trong này khác là bỏ ca sẽ let the motivation để tông cho mùi nâng ca sẽ PSA PA nó cứ phải chỉ kê lên dễ trong bài bọt này bị bụi ấy để tông cho mùi nâng ca đã tên PSA bóng bóng score bị là biệp nâng ca sẽ ấy ở hay chẳng bóng bóng cua tại xoay vô mà thấy để tông cho mùi nâng khuôn ấy ai được dùng về chứng cứ xoay vô khơi để tông cho mùi nâng ca bát tẹt là kia rồi viên bài chập bòn ní nâng xây để dương trời tờ riến hai nâng xây để dương trời thưa cả đại bị sao bà ráng cái hào thá project academic nâng project professional ok trong video ní cứ nhung cách tham biên tập bằng ánh trong phần chỉ bông bồn mình chụp ngọt ấy ai làm điện không comment nâng rồi có ai để tông một nhung tòa bán để nhung ai nâng bắt đầu chỉ dục bóក្នុងការសរសេរ letter motivation ឲ្យបានលម្អិតនឹងច្បាស់លាស់ជាងនេះបន្ថែមទៀតហើយបើសិនបើមានកំហុសអីសូមអធិស្ឋានផងសម្រាប់វីដេអូនេះហើយយើងនឹងជួបគ្នានៅវីដេអូបន្ទាប់ទៀតទាក់ទងជាមួយនឹងចំណុចបន្ទាប់ដែលយើងត្រូវធ្វើក្នុងការដាក់សារសុំអាហារូបករណ៍បួក Fong Excellence over